mà trong này dây thà ta ở vây đã chia sẻ đấy sọc đại dương bật ná bật bá cọt Praput cứ chỉ nét xoay rốt son tệp hiệp chỉ nét xoay rốt nơi mong cô nâng ảnh đại chia sẻ đấy trơ ca rồi bỏ sạt lô để tha chọn bán sọc chọn bán sầu hẹp bóng của hơi đói bữa ăn khơi tha mà nô từng lái cùng pung tệp xoay rốt đói sẻ đấy tọ cỏ hở cùng pung tệp xoay rốt đói ca Praput đó chèn ti bằng phật rồi sẻ đấy sọc ắt khơi cáiสังเกตเคยถ่าnơi còn lại na để miên caประกวดประเจงគ្នាដោយសំភារៈនៅកន្លែងនោះគេឃើញអត្រារោគបញ្ហាខួរក្បាលកាន់តែច្រើនចឹងណាបញ្ហាខួរក្បាលកាន់តែច្រើនដូចនៅកូរ៉េចឹងនិយាយពីតួកុនដែលមានការប្រកួតប្រជែងគ្នាច្រើនតែប្រឈមមុខនឹង suicide ស្លាប់ខ្លួនល្បីធ្លាក់កូដមកត្រំបានស្លាប់ខ្លួនអញ្ចឹងឯណាទៅសេចក្តីសុខសុភមង្គលពិតប្រាកដយើងទៅធ្វើការតាមពិតដែលយើងប្រឹងសពថ្ងៃដើរត្រូវហើយមិនមែនខុសទេណាការប្រឹងធ្វើការគឺជាការដើរត្រូវហើយពីព្រោះយើងមិនអាចពឹងអាទិទេពណាមកប្រគល់លុយឲ្យយើងបានទេពុទ្ធក៏សម្ដែងថាត្រូវប្រឹងប្រែងបានមកឲ្យចំណុច2ត្រូវតែរក្សាមិនចាយខ្ជះខ្ជាយហើយមិនលេងលបែងភ្នល់ជាដើមទី3សមៈជីវិតាការរស់នៅនឹងគឺតាមមានតាមបានជីវិតវានឹងបានសេចក្តីសុខនឹងគឺថាតាមអ្វីដែលយើងរកបាននឹងចេះសន្តោសហើយចំណុចទី4កល្យាណមិត្តសត្តតាសែបគប់មិត្តល្អនេះជាប្រយោជន៍បច្ចុប្បន្នពីព្រោះយើងរស់នៅមិនអាចអត់មានមិត្តភ័ក្តិមិនអាចអត់មានមនុស្សរាប់អានបានទេមនុស្សនៅទីណាក៏ដោយអត់មានមនុស្សស្គាល់ដូចមនុស្សអត់ដៃអត់ជើងអញ្ចឹងប៉ុន្តែប៉ុណ្ណឹងពីទី1រហូតដល់ទី4នេះគឺជាអ្វីដែលមនុស្សកំពុងតែប្រឹងសពថ្ងៃនេះមិនមែនពុទ្ធអត់ដឹងហើយមានព្រះអង្គប្រាប់ឲ្យយើងធ្វើទៀតប៉ុន្តែសេចក្តីទុក្ខមិនមែនបញ្ចប់ត្រឹមប៉ុណ្ណឹងវានៅមានតទៅទៀតអាត្មាដើរទៅកន្លែងច្រើនញាតិញោមរាល់សប្តាហ៍ចុងសប្តាហ៍តែងតែឃើញមនុស្សទៅដើរលេងមែនទេញាតិញោមក៏ដើរលេងហើយលោកក៏ដើរលេងខ្លះដែរហ្នឹងមិនបានយើងទៅដើរលេងមិនបានយើងទៅដើរលេងមកពីវាកើតទុក្ខក្នុងចិត្តហ្នឹងវាកើតទុក្ខអបសុខធ្វើការមួយថ្ងៃវា stress ជួនកាលចរាចរណ៍ហ្នឹងពីមើលកន្លែង LA ទៅ Long Beach ហ្នឹងអាត្មាឃើញចរាចរណ៍វាស្ទះណាតែមនុស្សខ្លះតឹងទ្រូងដោយសារចរាចរណ៍វាស្ទះអាហ្នឹងសិតតែជាការបង្កើតភាពធុញថប់ហ្នឹងដល់វាធុញថប់ធ្វើការអស់ប្រហែល 4-5 ថ្ងៃចឹងទៅថ្ងៃសៅរ៍អាទិត្យគិតទៅដើរលេងឲ្យវាធូរមែនទេទៅដើរលេងមិនមែនទៅរលុយទេទៅចាយលុយទៅអស់លុយដោយគិតថាទៅឲ្យវាសប្បាយប៉ុន្តែមិនមែនហាមគេមិនឲ្យទៅទេប៉ុន្តែយើងវិភាគមើលថាកង្វល់ដែលនៅឯផ្ទះកង្វល់ដែលនៅកន្លែងធ្វើការតើវាអស់ទៅដោយសារការទៅដើរលេងហ្នឹងឬមែនទេគ្រាន់តែជាការដូរអារម្មណ៍មកផ្លេតទេទៅដើរលេងពីព្រឹកល្ងាចមកដល់ផ្ទះវិញបញ្ហានៅផ្ទះនៅដល់ដែរពីព្រោះបញ្ហាគ្មាននៅត្រង់ណានីមួយទេប្រភពនៃបញ្ហាពិតប្រាកដគឺនៅក្នុងចិត្តហើយសេចក្តីសុខផ្លូវចិត្តពិតប្រាកដក៏មិនអាចទៅស្វែងរកត្រង់ណាបានដែរសេចក្តីសុខពិតប្រាកដដែលត្រូវស្វែងរកគឺក៏នៅក្នុងចិត្តនៅក្នុងចិត្តរបស់យើងដូចជាទឹកមួយកែវដែលលាយដោយរបស់ល្អអញ្ចឹងកាលណារបស់នឹងវាមានភាពល្អច្រើនគឺដោយសារមានមន្ទិលមានភក់មានដីបានជាទឹកនឹងវាអត់ថ្លាប្រសិនបើយើងដាក់នៅរបស់ច្រោះឲ្យស្អាតឬក៏សាជូឲ្យស្អាតឲ្យកាត់ទៅក្រោមទៅទឹកនោះយើងនឹងឃើញថាទឹកថ្លាសួរថាទឹកថ្លានឹងបានមកពីណាគ្មានទឹកមកពីក្រៅទេទឹកដ៏
ដែលគ្រាន់តែកាត់ធាតុល្អក់ឲ្យចុះទៅក្រោមឬក៏ច្រោះវាចេញតែប៉ុណ្ណោះនេះឯងដែលព្រះពុទ្ធត្រាស់ថាការសម្អាតចិត្តការសម្អាតចិត្តមិនមែនសម្អាតចិត្តអ្នកខាងក្រៅទេគឺសម្អាតចិត្តខ្លួនឯងបើចិត្តសម្អាតបានហើយស្អីក៏ល្អដែរចិត្តតាំងគុតតាំងសុខាវហੰការគ្រប់គ្រងចិត្តនាំមកនៅសេចក្តីសុខចិត្តតាំងតន់តាំងសុខាវហੰការទូនមានចិត្តនាំមកនៅសេចក្តីសុខយេចិត្តតាំងសញ្ញមេសន្តិអ្នកណាសង្រួបចិត្តបានមកខន្តិមេរបន្ទនាមាមិនអាចត្រួតត្រាបាននឹងរួចចាអន្តៈមាគឺស្អីរៀបចាប់តាំងពីកិលេសមាទៅលោភៈទោសៈការចង្អៀតចង្អល់ការថ្នាំងថ្នាក់ការទុកទោមនោះទាំងអស់គឺគ្រប់គ្រងចិត្តយើងលែងបាទចិត្តយើងនឹងរស់នៅជាមួយនឹងសតិសម្បជញ្ញៈជាមួយនឹងធម៌ដ៏ល្អឃើញទេដូច្នេះវិលមករកប្រភពនៃបញ្ហាតាមពិតបញ្ហាគឺនៅក្នុងចិត្តអញ្ចឹងបានជាលោកអ្នកបដិបត្តិធម៌អីលោកមិនចាំបាច់ត្រូវការទៅដើរកំសាន្តទេតែអាចរស់នៅដោយសុខស្ងប់បានហេតុអីពីព្រោះប្រភពនៃបញ្ហាមិនមែននៅខាងក្រៅទេគឺនៅក្នុងចិត្តឃើញទេប្រភពរបស់វានៅនេះចុងក្រោយគឺនៅក្នុងចិត្តទៅយើងត្រូវមានពេលវេលាអប់រំចិត្តនៅពេលដែលយើងអត់យល់ពីជីវិតយើងតែងតែទាស់ជាមួយគេថាគេធ្វើឲ្យខ្ញុំពិបាកគេធ្វើឲ្យខ្ញុំទ្រាំមិនបានគេហូតគេរហូតយូរទៅចូលទៅណាក៏អត់បានចូលទៅវត្តក៏លែងបានអញទាស់យាយនឹងណាអញចូលទៅមិនបានឃើញទេបញ្ហាដាក់ឲ្យគេរហូតតាមពិតគ្មានមកពីគេទេគឺមកពីយើងយល់ទេវាអត់មានមកពីគេទេណាកាលណាយើងនិយាយថាមកពីគេមានន័យថាយើងអត់យល់ទេអត់យល់ថាតើបញ្ហានៅត្រង់ណាទេជានិមិត្តរបស់ចិត្តយើងដដែលដែលកំណត់ថាបុគ្គលនេះអញគួរស្អប់បុគ្គលនេះអញគួរស្រឡាញ់យើងសួរមើលសួរឲ្យច្បាស់មើលមនុស្សដែលយើងស្អប់មែនទែនថាមិនចង់និយាយរស់សួរថាគាត់នឹងគេស្អប់គាត់គ្រប់គ្នាអត់ស្អប់តែយើងហ្នឹងជួនកាលស្អប់តែយើងតាហ្នឹងហើយបើនិយាយដើមគាត់ហ្នឹងចង់ឲ្យតែគេខឹងដែរមែនទេហ្នឹងស្អប់នឹងស្រឡាញ់មិនមែននៅខាងក្រៅទេគឺនៅក្នុងនិមិត្តអាក្រក់ចិត្តរបស់យើងនឹងតែម្ដងគឺនិមិត្តអាក្រក់របស់ចិត្តយើងពីព្រោះនៅក្នុងការចម្រើនមេត្តាព្រះអង្គអត់មានថាទេបើវាស្អប់អីអញ្ចឹងអត់ទេពាក្យថាចម្រើនមេត្តាគឺរៀនចម្រើនចំពោះមនុស្សដែលយើងស្អប់នឹងឯងបើសិនជាថាបើគាត់ធ្វើឲ្យខឹងខ្ញុំចម្រើនមេត្តាអត់បាននេះមិនមែនជារៀនការចម្រើនមេត្តាទេធម្មជាតិស្រឡាញ់ចំពោះកូនមេត្តាចំពោះកូនវាមិនមែនចេះតែមនុស្សនេះសត្វក៏វាចេះដែរតែវាមិនមានមេត្តាចំពោះជ្រូកចំពោះទន្សាយចំពោះស្អីវាអត់មានមេត្តាទេយ៉ាងណាវិញយើងទាំងអស់គ្នានឹងយើងថាខ្ញុំចម្រើនមេត្តាទល់ទៅជាមួយអ្នកណាដែលខ្ញុំស្រឡាញ់ដដែលចម្រើនអកតេធម៌ពីណាស្អប់កុំមកឲ្យខ្ញុំឃើញមុខមែនទេហើយជាពិសេសយើងអ្នកចូលវត្តហ្នឹងខឹងស្រួលឈប់ចូលវត្តលើទេបើត្រូវអីក៏មកសួរថាអាត្មាចេះឆ្លោះទេចេះឆ្លោះពីក្មេងមកបើសិនជានរណាជេរដល់ម៉ែដល់ឪតែមួយម៉ាត់អាត្មាតាំងចិត្តទៅជុំនិយាយរមមួយជីវិតប៉ុន្តែពេលមកសិក្សាធម៌អាអាត្មាទូនមានខ្លួនឯងឲ្យធ្វើអ្នកសត្រូវទាំងអស់មកជាមិត្តទាំងអស់នៅពេលនោះឃើញសេចក្តីសុខប្លែកញាតិញោមជាធម្មតាយើងទៅឆ្លោះជាមួយពីណានិយាយរួមមុនយើងថាយើងអន់មិនបាច់តែជាមួយណាមួយពុកវាមែនទេបើថាទាស់គ្នាអីទុកឲ្យគេនិយាយរួមមុនសើចសង្ស័យទៅធ្លាប់អីពីព្រោះនិយាយរួមមុនខ្លាចវាអន់និយាយរកគេមុនខ្លាចវាអន់មែនទេហ្នឹងហើយមើលតែខ្លួនយើងវាក្រនបើណាស់អញ្ចឹងណាប៉ុន្តែតឹងអូយតឹងអាក្នុងចិត្តនេះ
ហើយរកសេចក្តីទុកអត់ឃើញនឹងហើយជាសេចក្តីទុកកើតពីអីកើតពីការប្រកាន់មានអ្នកធម៌នឹងគឺជាធម៌ដែលនាំឲ្យធ្ងន់ធម៌ដែលនាំឲ្យយឺតយូរមាន3តណ្ហាទិដ្ឋិមានអ្នក3នឹងគឺជាធម៌ឲ្យយើងយឺតនៅក្នុងសង្សារវដ្តនឹងចឹងហើយតើធម៌នឹងនៅឯណានៅហ្នឹងវាជាពពកអាប់ផ្លូវចិត្តរបស់យើងដែលបិទបាំងមិនឲ្យឃើញរស្មីអញ្ចឹងការកម្ចាត់ភាពអាក្រក់ហ្នឹងគឺកម្ចាត់ធម៌ទាំងអស់ហ្នឹងអញ្ចឹងបានពាក្យខ្មែរយើងនិយាយថាចង់ចេះឲ្យសម្រាប់អាចារ្យចង់បានផ្លែផ្កាយកភ្លើងដុតគល់អាចារ្យហ្នឹងគឺអាចារ្យទឹកអាចារ្យតន់អាចារ្យមានហ្នឹងឯងអាចារ្យទឹកហ្នឹងទិដ្ឋិមិច្ឆាទិដ្ឋិអាចារ្យតន់ហ្នឹងតណ្ហាអាចារ្យមានហ្នឹងមានអ្នកតែមាននេះឲ្យគ្មានស្ដាប់ពីណាទេខ្លះមាននេះព្រោះល្ងងនិយាយប្រាប់ថាធ្វើម៉េចខ្ញុំវាល្ងងឯងនឹងវាចេះឃើញទេនឹងសិនមាននេះមិនដល់ចេះបានមាននេះទេណាអាល្ងងនោះក៏មាននេះដែរហ្នឹងមួយអញចេះអញមិនស្ដាប់ឯងទេមួយទៀតល្ងងដល់គេប្រាប់ថាអញវាល្ងងធ្វើម៉េចឯងពួកអ្នកចេះនៅតែអត់ស្ដាប់ដដែលមែនទេដូចសេចក្ដីគ្រូរបស់សារីបុត្រណាគ្រូរបស់សារីបុត្រការសារីបុត្រហើយនឹងកូនសិស្ស500គ្នាលោក500ទៅបួសជាមួយដំបងនោះលៀបសក្ការៈវាកើតដល់តែមើលទៅផ្លូវបដិបត្តិហ្នឹងឃើញថាវាមិនល្អអញ្ចឹងទៅសុំគ្រូដើររទៅមកជួបព្រះសម្មាសម្ពុទ្ធនេះមកជួបអសជិនេះបានស្ដាប់ធម៌ដល់ពីរោះដល់អញ្ចឹងទៅបបួលលោកគ្រូខ្ញុំរកផ្លូវត្រូវឃើញហើយខ្ញុំឃើញសាស្តាពិតប្រកបហើយហ្នឹងដល់តែអញ្ចឹងបបួលលោកគ្រូមកថាយើងដើរនឹងមិនតាន់ផ្លូវត្រូវទេហើយបានសញ្ជ័យសួរថាក្នុងលោកនេះមនុស្សល្ងងនិងមនុស្សអ្នកចេះណែច្រើនជាងសារីបុត្រថាមនុស្សល្ងងច្រើនអ្នកចេះដឹងនឹងតិចចឹងពួកអ្នកឯងសាអ្នកចេះទៅរកសមណៈគោដំមកអាណាល្ងងមកអញគឺនេះអាល្ងងហ្នឹងក៏មាននេះដែរណាប្រមាទទេហ្នឹងហើយមាននេះហ្នឹងចំណុចមាន3មួយអញគ្រាន់បើជាងគេមួយទៀតអញស្មើគេដែរមួយទៀតអញអន់ជាងគេសិតមាននេះទាំងអស់ធ្វើម៉េចឯងវាក្រណានិយាយលអ៊ូធ្វើម៉េចឯងវាក្រគេវាមានឯងវាមិនចង់ទៅចិត្តគេមែនទេយល់ទេសបោទេអញ្ចឹងហីហ្នឹងសបោណាហ្នឹងដូច្នេះបញ្ហាពិតប្រាកដគឺនៅក្នុងចិត្តនៅពេលដែលចិត្តល្អហើយទៅនៅតាណាក៏មិនចេះទៅគេដែរញាតិញោមឲ្យតែចិត្តល្អហើយញាតិញោមចេះពាក្យមួយចាស់ថាអ្នកដតីគិតអាក្រក់ពីយើងហាមគេមិនបានទេអ្នកដតីគិតអាក្រក់ពីយើងចាស់តែសូមឲ្យមនុស្សម្នាក់កុំគិតអាក្រក់ពីគេគឺយើងខ្លួនឯងយល់រៀនវាមុនគេបរៀនចិត្តយើងនឹងមុនគេអ្នកដតីចំណែនយើងចោះតែយើងមិនចំណែនគេត្រូវដឹងថាមនុស្សដែលចំណែនគេគឺជាមនុស្សដែលអន់ជាងគេចំណែនយើងមកពីគេអត់មានអ្វីដែលយើងមានបានជាគេចំណែនយើងចំណែនគេមកពីយើងអត់មានអ្វីដែលគេមានមែនទេហ្នឹងហើយអញ្ចឹងបើយើងចំណែនគេតើយើងជាមនុស្សក្រន់បើជាងគេឬក៏ជាមនុស្សលហាមជាងគេមនុស្សដែលចំណែនគឺជាមនុស្សលហាមបំផុតប៉ុន្តែមិនមកពីមិនតាន់ត្រូវរឿងហ្នឹងហើយព្រោះធัวហ្នឹងវាមានជាធម្មតាសញ្ញោថាដល់ម៉ោងហើយហ្នឹងណានៅមួយកន្លែងទៀតនៅវត្តអីវត្តខេមហ្នឹងញាតិញោមមួយទៀតចុងក្រោយតាមពិតនិយាយវាមិនតាន់ដល់ចំណុចដែលចង់និយាយទេមួយទៀតមិនវែងតែងាយចាំព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាតថាគតមិនសរសើរអ្នកដែលធ្វើកុសលដដែលទេ
ព្រះអង្គសំរឿយប៉ុនពាក្យថាកុសលដដែលព្រះអង្គអសរសើរទេចឹងញាតិញោមត្រូវពិចារណារាល់ការធ្វើទាំងអស់ញាតិញោមមកធ្វើសេចក្តីល្អនៅវត្តគឺដើម្បីរកសេចក្តីសុខផ្លូវចិត្តពួកយើងវាធុញថប់នៅផ្ទះហើយបានយើងមកដូច្នេះយើងក៏មកទទួលរឿងពីវត្តទៀតអាត្មាមិនដែលប្រាថ្នាជាពុទ្ធភូមិអីទេញាតិញោមប៉ុន្តែអ្វីដែលអាត្មាពេញចិត្តនៅសីហនាតរបស់ព្រះប៉ុណ្ណៈចឹងបានអាត្មាចូលចិត្តដើរគ្រប់កន្លែងណាដែលញាតិញោមថាកុំឲ្យអាត្មាទៅអាត្មានៅតែទៅមិនមែនចេះទេប៉ុន្តែស្ដាប់ទៅដូចរឹងបន្តិចគេថាវត្តនឹងវាមិនកោតទេគឺឆ្លោះនេះណាតែហ្នឹងឆ្លោះរឿងគេអាត្មាមិនទៅឆ្លោះទេហ្នឹងដូចរយៈកាលមកនេះញាតិញោមគាត់រៀងខឹងវត្តហ្នឹងកុំទៅវត្តហ្នឹងនៅឯណោនៅណោមិននេះណានៅឆ្ងាយណោហ្នឹងជិះយន្តហោះបណ្ដាលហ្នឹងគាត់ថាទុំទៅវត្តហ្នឹងមិនកើតទេស្អីប៉ុន្តែអាមិនជំនះទៅឲ្យគាត់ខឹងទេអាត្មាអូតនេះវាអ៊ីនធឺណិតអត់សូវល្អវត្តនោះអ៊ីនធឺណិតល្អអញ្ចឹងគិតទៅសឹងនោះត្រូវនិយាយវិទ្យុផងវាបានអ៊ីនធឺណិតជួយអាត្មាហើយដែរការដែលអាត្មាដើរចូលគ្រប់កន្លែងហ្នឹងធ្វើឲ្យមនុស្សដែលនិយាយថាអញឈប់ចូលឲ្យវត្តហ្នឹងចូលវត្តវិញហើយបើសិនជាអាត្មាស្ដាប់តែមួយខាងណាព្រោះណាតើអាត្មាទៅស្ដាប់ទាំងសងខាងទៅពីរោះដូចគ្នាមនុស្សសិតតែមានអកតៈកាលណាឆ្លោះជាមួយនរណានិយាយពីនរនឹងមិនដែលនិយាយល្អទេគឺនិយាយតែអាក្រក់មនុស្សយើងចិត្តដូចជាឆ្នាំងអញ្ចឹងកាលណាគេលើកខាងបាតឆ្នាំងឲ្យយើងមើលគឺខ្មៅហើយតែវាមិនឃើញខាងមុខឆ្នាំងទេមែនទេស្អប់ពីនរណាម្នាក់ពរនាសេចក្តីអាក្រក់ពីនរណាម្នាក់មិនដែលនិយាយត្រឹមសេចក្តីអាក្រក់នឹងទេនិយាយលើសហើយបើស្រឡាញ់នរណាម្នាក់ពោលសរសើរវិញក៏និយាយលើសដែរអាខុសនឹងអស់ហើយអត់មានខុសពីវូល្អនឹងចេះមិនសូវត្រឹមទេយល់ទេញាតិញោមហ្នឹងអាត្មាដើរមកសង្វេគថាស្រុកខ្មែរយើងរស់នៅនោះវាបាក់ភ្នត់អញ្ចឹងហើយញាតិញោមមកនៅអានេះឲ្យឆ្លងតាមអាមេរិកខ្លះទៅណាឆ្លងតាមគេអារឿងគេមិនសូវឆ្លោះគ្នានោះណាហ្នឹងហើយក្មេងៗស្រុកនេះអាត្មាឃើញល្អមួយយ៉ាងក្មេងៗស្រុកនេះឃើញចំណុចដែលញាតិញោមចាស់គួររៀនយកតាមវិញគឺគេមិនសូវចូលចិត្តបោបាច់និយាយដើមគេទេក្មេងៗស្រុកនេះមែនទេអត់សូវខ្វល់ទេហើយមិនសូវចូលចិត្តជ្រៀតជ្រែករឿងអ្នកដទេសូម្បីទូរស័ព្ទទុកចោលមិនដែលឆែកមើលទេគេគោរពសិទ្ធិហើយយើងជាប់ពីស្រុកយើងមកហ្នឹងសម្បត្តិផ្ញើមកស្រួមសួរហែកមើលអស់ហើយចូលចិត្តដឹងរឿងគេនោះជឿទម្លាប់មិនល្អកែខ្លះទៅអត់ទៅហ្នឹងយល់ទេហ្នឹងហើយអាហ្នឹងកែប្រែឡើងហើយអង្គុយប៉ុកបោបាច់រឿងគេណាដូចមិននិយាយព្រឹកមិញអញ្ចឹងថាញាតិញោមចង់ឲ្យគេស្រឡាញ់យើងចង់ឲ្យគេចូលចិត្តយើងងាយទេឲ្យតែយើងព្យាយាមគិតល្អពីគេព្យាយាមនិយាយល្អពីគេទាំងខាងមុខទាំងខាងក្រោយគ្មានពីណាស្អប់យើងទេហើយបើចូលចិត្តឲ្យគេស្អប់យើងក៏ងាយដែរនិយាយដើមគេឲ្យតែច្រើនទៅគេស្អប់ហើយមែនទេហ្នឹងតាមពិតអ្វីៗត្រូវតែមានតុល្យភាពយើងញញឹមដាក់កញ្ចក់ញញឹមដាក់យើងព្យាយាមទន់ភ្លន់និយាយទាំងមុខទាំងក្រោយប៉ុនកុំទន់តែពីមុខអាពីក្រោយក៏យើងនិយាយចឹងបើថាសរសើរមនុស្សម្នាក់ហ្នឹងខាងក្រោយក៏សរសើរដែរអាហ្នឹងមិត្តភាពហ្នឹងចេះតែមានមិនមានសត្រូវមិនមានពីមិនមានសត្រូវនេះឯងគឺជាការចម្រើនមេត្តាជាវជ័យមេត្តាវជ័យមនោមេត្តាវជ័យកម្មការចម្រើនមេត្តាមិនមែនដល់តែបិទភ្នែកចឹងបានហៅថាចម្រើនមេត្តាទេការចម្រើនមេត្តានឹងវាទៅតាមរយៈទាំង3ផ្លូវមេត្តាមនោកម្មមេត្តាកាយកម្មមេត្តាវចីកម្មមេត្តាមនោកម្មមេត្តាដែលវាចេញទៅនឹងតាមទ្វារ3ហ្នឹងតាមទ្វារកាយតាមទ្វារវាចាតាមទ្វារចិត្ត
ប៉ុន្តែឃើញញាតិញោមនឹងចេះផ្សាយមេត្តាតែពេលតែញាតិញោមធ្វើប៉ះសិតសព្វេសតាវិរិយហន្តខ្លាចបាបខ្លាចមានពៀនោះមែនទេប៉ុន្តែធាតុពិតពេលយើងនិយាយរកគ្នានេះពេលយើងមកវត្តនេះពេលយើងអត់ស្ដាប់ធម៌ប្រស្រ័យតាក់ទងគ្នានេះសិតតែជាពេលដែលត្រូវចម្រើនមេត្តាញាតិញោមអាត្មាឧទាហរណ៍មួយទៀតញាតិញោមនឹងយល់កាន់តែច្បាស់ហេតុអីបានជាគុណធម៌ក្នុងចិត្តយើងវាមិនងាយចម្រើនពីព្រោះយើងមិនបានប្រតិបត្តិវាឲ្យជាប់ជានិច្ចនៅក្នុងចិត្តយើងមានពេលនមស្ការយើងមានពេលស្ដាប់ធម៌ប៉ុន្តែយើងមានតែពេលហ្នឹងរួចពីហ្នឹងមកយើងអត់យកមក apply នៅក្នុងការងាររបស់យើងអាត្មាប្រៀបធៀបនឹងការរៀនអង់គ្លេសនៅខ្មែរនិងរៀនអង់គ្លេសស្រុកនេះក្មេងស្រុកនេះមិនចាំបាច់ប្រឹងអាយុ 5-6 ឆ្នាំយល់អង់គ្លេសអស់មែនទេចេះអង់គ្លេសអស់ហេតុអីមកអំពីរាល់ថ្ងៃនឹងឮឃើញគិតអំពីអង់គ្លេសជានិច្ចមានន័យថាវាយកមកជារឿងប្រចាំរាល់ពេលរាល់វេលាគិតក៏គិតថានិយាយថាម៉េចនិយាយធ្វើអីគឺសង្កល់ជាភាសាអង់គ្លេសទាំងអស់រៀនស្រុកខ្មែរណាខំទន្ទិញផងអីផងដូចអាត្មាធ្លាប់រៀនប៉ុន្តែចេញមកវិញអាត្មានិយាយតែខ្មែរទៅរៀនដល់ម៉ោងទៅរៀនជាងការរៀនសាលាថ្លៃទៀតប៉ុន្តែចេញមកក្រៅនិយាយខ្មែរអង់គ្លេសប៉ាកែ but speak Khmer well មកពីអីយើងទុកវាតែមានពេលវេលាខ្លះនៃការរៀននៃការគិតនៃការអានវាមិនមកជា everyday life daily life វាអត់ដល់តែអញ្ចឹងទៅវាអត់ចម្រើនទេវាអត់ improve ទេមែនទេហ្នឹងហើយទោះបីអានកើតប្រែកើតស្ដាប់យល់និយាយអ៊ីអ៊ឺដូចអាត្មាអញ្ចឹងមកពីអីមកពីអ្វីដែលប្រើធម្មតានេះវាគិតតែក្នុងខ្មែររហូតដល់ពេលចូលរៀនបានគិតអូអានេះស្អី present អូអានេះ past tense អូអានេះស្អី adverb adjective អីចឹងជាគិតណាធ្វើសំណួរធ្វើត្រូវទៀតបានបន្ទុកល្អទៀតប៉ិនយកមកនិយាយអត់កើតដូចយើងរៀនធនរៀនប៉កែសូត្រប៉កែនិយាយប៉កែទៀតប៉ុន្តែមែនទេបចោហុយហេតុអីមានន័យថាយើងចេះប៉ុន្តែមិនបានយកមកធ្វើនៅក្នុងជីវិតពិតនៅពេលនិយាយនៅពេលធ្វើការនៅពេលជជែកគ្នាធម្មតាយើងអត់បានយកធម៌នឹងយកមកដាក់ក្នុងខ្លួនយល់ទេអញ្ចឹងដើម្បីឲ្យគុណធម៌នឹងចម្រើនមិនមែនត្រឹមតែចម្រើនពេលរៀនទេគឺទល់តែ practice ទល់តែអនុវត្តចម្រើនពេលយើងនិយាយតាក់ទងគ្នាយើងខ្លាចគេខឹងទេគិតចិត្តគេគិតចិត្តយើងណាគេចង់បានសេចក្តីសុខនេះឲ្យវាទៅជារឿយសង្គមទាំងយើងជាបុគ្គលស្ងប់ម្នាក់អ្នកនៅចិត្តយើងជាបុគ្គលស្ងប់ចេញពីក្នុងមកសិតតែល្អដូចគ្នាញញឹមដាក់គ្នាខ្មែររាប់លានសែនអ្នកនេះចង់ធ្វើអីក៏កើតដែរប៉ុន្តែដែលយើងធ្វើអីមិនកើតដូចចិនដូចស្អីដែលគេធ្វើមកពីវាអត់មានមោទនភាពជាតិខ្លួនឯងអត់មានការរួបរวมដ៏ល្អមួយនៅខាង Long Beach ចិនអត់មានវត្តច្រើនទេមានវត្តតែមួយពីធ្វើប៉ុណ្ណានៃអាត្មាទៅមើលដោយសារអីមកគឺគេរួបរวมយល់ទេហើយយើងបង្កើតវត្តច្រើនមិនប្រកាសថាល្អទេជួនកាលមកពីខឹងគ្នាទេថាអញ្ចឹងចុះវាត្រូវអីកុំខឹងអីមែនទេហ្នឹងហើយចប់ហើយហ្នឹងចប់ហើយណាហ្នឹងហើយចប់ហើយទៅមកកន្លែងទៀតនឹងអញ្ចឹងបើអញ្ចឹងការសម្ដែងធម៌លើសលួខ្វះខាតសូមអធិស្ឋានបើសូមអនុមោទនាសូមសួរសុំតាំងថ្ងៃមុនឲ្យទៅចុះមកខាងនេះអញ្ចឹងមកខាងនេះកណាបានស្ដាប់ PM3 ម្ចាស់គ្រូតាមរយៈ YouTube ហើយក៏ចង់ចាប់ផ្ដើមសួរនឹងដូចមិនតាន់ចប់ដើមប៉ុន្តែឆ្ងល់ថាបុណ្យផ្ទកណានុកទាននឹងដូចម្ចាស់គ្រូមានពុទ្ធកាថាឧទ្ទិសបានដោយអង្គ3កណាបានយល់ហើយដល់អង្គ3ហ្នឹងក៏ប៉ុន្តែនៅអង្គ4នោះដែលថាឧទ្ទិសមិនបានកណាសុំឆ្ងល់ហើយសុំចាស់គ្រូជួយបញ្យល់ផងព្រោះអត់តន់យល់ហើយទី2ស្ដាប់ទេសនាពីរឿង
អាហេសកៈចិត្តនោះថាមានមកបញ្ចាញ់មិននោះហើយទៅដើរទៅរកព្រះអង្គទៅតបានហ្នឹងចង់ដឹងថាដល់ថ្ងៃក្រោយទៅគាត់បានយ៉ាងម៉េចដែរសូមចាស់គ្រូបញ្យលក្នុងប្រអីកសែតហ្នឹងដាច់កណាស្ដាប់នៅក្នុង DVD កណាដោយអត់យល់ហើយចង់សួរពីរឿងហ្នឹងទៅចប់ទំនឹងទៅអាហ្នឹងទេសនាចូលដូចជាបុណ្យកឋិននៅខេត្តតាកែវគុណចាស់ហ្នឹងសួរអីសិតតែអាត្មាអត់ដឹងអញ្ចឹងអហេសកៈចិត្តឬក៏អហេតុកៈចិត្តញាតិញោមស្ងៀមស្ងាត់បន្តិចទៅអាត្មាបកស្រាយសំណួរញោមសួរអំពីសុពពុទ្ធកដ្ឋិសុពពុទ្ធកដ្ឋិហ្នឹងគាត់នឹងឈ្មោះសុពពុទ្ធប៉ុន្តែដោយសារគាត់កើតឃ្លួងបានជាហៅថាកដ្ឋិកដ្ឋិហ្នឹងប្រែតែឃ្លួងកើតឃ្លួងហ្នឹងគាត់ស្ដាប់ធម៌អង្គុយនៅក្រោយគេហើយនៅពេលដែលចប់ពធទេសនាទៅគាត់បំរុងថាក្រោកទៅថ្វាយបង្គំអរគុណព្រះអង្គហើយគាត់បានយល់ដឹងណាប៉ុន្តែដោយគាត់ត្រៀមទៅទៀមមិនលះអញ្ចឹងទៅក៏ត្រូវព្រះសម្មាសម្ពុទ្ធនិមន្តទៅវត្តបាត់ទៅគាត់ក៏ដើរទៅតាមក្រោយដើម្បីទៅជួបព្រះអង្គនៅវត្តនៅពេលដែលទៅតាមផ្លូវហ្នឹងសកទេវរាជបាននិមិត្តខ្លួនធ្វើជាយៈធំមកស្រែកនៅលើអាកាសថាមនាលបរោះទុរគតកំសត់អ្នកនឹងបាននៅភាពប្រសើរអ្នកនឹងឈប់មានភាពលំបាកប្រសិនបើអ្នកពោលតេះដៀលបរតនត្រ័យទេ3ម៉ាត់គឺពោលថាពុទ្ធោអ្នកពុទ្ធោធម្មោអ្នកធម្មោសង្ឃោអ្នកសង្ឃោថាពុទ្ធនឹងមិនមែនពុទ្ធទេពធัวនឹងក៏មិនមែនធัวអីដែរប្រសងក៏គ្មានអីដែរត្រឹមតែជាពាក្យคล้ายคล้ายសិតតែជាคล้ายคล้ายទាំងអស់បើអ្នកពោលតែប៉ុណ្ណេះអ្នកចង់បានអីក៏យើងឲ្យដែរណាអ្នកចង់បានអីក៏យើងឲ្យដែរចង់ជាពីឃ្លួងចង់คล้ายជាសេដ្ឋីឬក៏ចង់คล้ายជាបរិជាគឺថាយើងឲ្យបានទាំងអស់យើងមានអំណាចអាចឲ្យបានឲ្យតែអ្នកឯងពោលតេះដៀលពុទ្ធពធប្រសងប៉ុន្តែគាត់ជាសោតាបណ្ណបុគ្គលគាត់សួរថាកោអេសោអ្នកឯងជានរណាបានសកៈនឹងថាអហង្សកោមហេយើងគឺជាសកៈទេវរាជបានពោលតេះដៀលថាអន្តពាលោសិណែជនអន្តពាលហៅសកៈទេវរាជថាជនអន្តពាលអ្នកឯងមិនសមណាបើមកនិយាយជាមួយយើងថាយើងជាមនុស្សទុរគតដូច្នេះឡើយអ្នកប្រាជ្ញទាំងឡាយមានព្រះសម្មាសម្ពុទ្ធនិងព្រះបជាកពុទ្ធជាដើមមិនដែលពោលថាអ្នកមានអរិយទ្រព្យដូចយើងថាជាបុគ្គលទុរគតទេយើងមានអរិយទ្រព្យមានសទ្ធាធនៈទ្រព្យគឺសទ្ធាមានសតធនៈទ្រព្យគឺសតៈជាដើមយើងមានពេញខ្លួនរបស់យើងអបេហេចូលតែឯងជៀសចេញទៅកុំនៅពីមុខយើងមិនត្រូវការសម្បត្តិពីអ្នកឯងទេនេះច្បាស់លាស់ណាញាតិញោមច្បាស់លាស់ណែរឿងហ្នឹងមួយនៅស្រុកខ្មែរយើងកាលពីដំបូងដែលខាងសាសនាផ្សេងហ្នឹងគេទៅផ្សាយដំបូងធ្វើបាបខ្មែរយើងមែនតើគេយកដុល្លារទៅដំបូងណាប៉ុន្តែឥឡូវនឹងរៀងស្ងាត់ហើយដំបូងឡើយហើយខ្មែរយើងងាប់តែគេប្រើឲ្យធ្វើអញ្ចឹងបានខ្មែរយើងអាត្មាគិតថាមិនដឹងជាដល់សម័យណាទៅឈប់ល្ងងទេដែលគេធ្វើឲ្យខ្មែរយើងសម្លាប់គ្នាឯងសម័យពលពតជាដើមក៏ដោយសារខ្មែរយើងល្ងងចឹងដែរចង់បានគុណសម្បត្តិធ្វើអីនឹងចង់បានគុណសម្បត្តិមិនគិតថាអានឹងខុសឬក៏ត្រូវទេឲ្យតាមដានខ្មាំងពីណាក៏ខ្មាំងរស់ខ្មាំងបានច្រើនឡើងតំណែងអាត្មាមើលឯកសារគឺអញ្ចឹងឯងសម័យហ្នឹងគេប្រើធ្វើបាបខ្មែរយើងទៀតមកវឹកមុនហ្នឹងហើយអ្នកដែលអស់ចាអញ្ចឹងចូលទៅសាសនាដតីហើយឈប់រាប់អានម៉ែខ្លួនឯងឈប់បែងគុំលោកហ្នឹងគឺខ្មែរយើងហ្នឹងឯងបើអាត្មាជួបអាមេរិកកាំងដែរជាអ្នកកាន់យេស៊ូកាន់អីតែម្ដងគេអត់អញ្ចឹងទេគេមកគេលើកដៃសាពះគេមកគេអីគេគោរពយើងតែបើខ្មែរយើងចូលទៅគឺយ៉ាប់និយាយគ្នាមកអញ្ចឹងបានអាត្មាថាមិនដឹងជាដល់ពេលណាទើបខ្មែរឈប់ល្ងងទេ
nè cứ tha chua chết thưa ấy ở hú hét đôi mình sâu vô thật luôn anh chỉ ở vậy dân đô ấy có đô cho bên chiêm dân miền bản đô nè dân ná có dân đâu Khmer đấy dân đô Sasana đô tới ấy tới bên chiêm dân đâu Khmer men đấy nè chết để chôn chẳng ban cái thơ bạc Khmer chạp bàn nè đàn chẳng tới nè và anh nâng trom mình ban để cọt thằng này anh chô chia trên từ hay mà anh dây bị cho tích tha cái phơi bạc Khmer dân vì muốn cha vót mà nâng anh cứ sợ cọt ở mũi tức cái tháp bạc nằm bệt phân tự đó cái thầu oi spot sơn tự đó spot có đăng spot thơ mấy cái oi mũi tức nọ chàng cái thầu mà đợt mình nít cái vô chơi mà khang mới đang mới chịu mũi quạt oi lụa tức chật ngọt cái chịu mũi tức oi flick và put oi nước tập rẻ cái đó nè cha vót mà hay cọt chư rồi hay chương cò thế này tiền men bên đây tiền chẳng chương cá đầm bay buộc mày dân tháng châu tôi vô lôi sân á nè đánh chấn chương cá cái cá của Phật rúp hay đã lôi mà pay $1 ឬ$50នៅខាងមុខដើម្បីបញ្ជាក់ឲ្យគេជឿថាអ្នកឯងកាន់សាសនាគេហើយនៅលះបង់ពុទ្ធហើយនៅគេដាក់ពុទ្ធរូបឲ្យដើរចន់ទៅយកគឺសួរថាធ្វើដល់ប៉ុណ្ណឹងអាមេរិកកាន់ហ្នឹងឲ្យវាឲ្យធ្វើអត់ទេគឺខ្មែរនឹងតែមកខ្មែរគ្នាឯងនឹងតែម្ដងអាត្មាជួបគ្រូកងវិលដែលជាជនអាមេរិកកាន់មកធ្លាប់រៀនអង់គ្លេសខ្លះមកសួររឿងហ្នឹងសួរផ្ទាល់សួរថាអ្នកឯងមានចេញគោលនយោបាយឲ្យធ្វើចឹងដែរថា no way អត់មានដែលគិតដល់ថ្នាក់ហ្នឹងគេក៏មិនដែលគិតថាហ្នឹងហើយមិនដែលគិតថាខ្មែរយើងធ្វើដល់ថ្នាក់ហ្នឹងដែរសួរថាគំនិតហ្នឹងចេញពីណាគឺខ្មែរគ្នាឯងហ្នឹងឯងគឺធ្វើអីចង់ទៅជ្រុលថ្ងៃមួយទៅដាក់មេក្រូស្រែកពេញចិត្តតែផ្ទះញោមអាត្មាហ្នឹងទៅស្រែកថាអ្នកណាមិនជឿព្រះគេនឹងព្រះនឹងមកដុតទាំងរស់ស្អីអូខ្មែរអីមិនដឹងថាដល់ពេលណាទើបឈប់ល្ងងទេឃើញទេថាយើងដូរអីក៏ដូរទៅប៉ុន្តែឈាមជួរយើងអត់បានដូរទេមែនទេយ៉ាងណាក៏មានឈាមជួរនៅតែជាខ្មែរហ្នឹងហើយហ្នឹងហើយនេះបរោះនេះនិយាយពីបរោះនេះគាត់ដើរទៅវាមិនតាន់សកទេវរាជក៏ទៅជួបព្រះសម្មាសម្ពុទ្ធមុននិយាយពីអស្ចារ្យរបស់សុភពុទ្ធនឹងឃើញទេឥឡូវហើយខ្មែរយើងក៏ល្ងងទៅទៀតថាអ្នកខ្មែរល្ងងដែលដាក់ឲ្យជន់វាជន់ហើយយើងនេះក៏វាសុកចិត្តជន់ទៅយកទៀតអូពុទ្ធោហើយដល់ថ្នាក់នោះមែនទេគឺធ្វើយ៉ាងម៉េចឲ្យគេជឿថាពិតជាលះបង់ហើយហ្នឹងហើយខ្លះកន្លែងទៀតគេឲ្យយកដបងយកទៅជាអុលមុខព្រះដូចធ្វើដូចចិញ្ចាអញ្ចឹងទៅឲ្យជេរប្រមាថព្រះអង្គអញ្ចឹងទៅនយោបាយនេះគឺចេញត្រឹមខ្មែរនឹងតែមកអត់មានអាមេរិកកាំងណាឲ្យទៅធ្វើអញ្ចឹងទេអញ្ចឹងណាហ្នឹងហើយដល់តែនេះវាបែកនោះផងបែកនេះផងជាយូរហ្នឹងព្រោះនឹករឿងនោះថាគេឲ្យសម្បត្តិសិទ្ធិក៏ដោយឲ្យសម្បត្តិជាស្ដេចក៏ដោយក៏មិនបោះបង់ដំណើរទៅជួបព្រះសម្មាសម្ពុទ្ធយើងដាក់$20ហ៊ានដើរចន់អាហ្នឹងក៏វាអន់ដែរអាគេធ្វើនោះគឺវាចឹងទៅហើយប៉ុន្តែយើងអ្នកដើរចន់ហ្នឹងក៏វាអន់ដែរមែនទេហ្នឹងហើយវាអន់វាគ្មានបានរក្សាគោចំហខ្លួនឯងអីទេហ្នឹងហើយរួចទៅបានសកទេវរាជទៅជួបព្រះអង្គមុននិយាយពីភាពអស្ចារ្យថ្វាយបង្គំព្រះអង្គថាអស្ចារ្យណាស់ព្រះអង្គសុភពុទ្ធកុដ្ឋិនេះអស្ចារ្យមែនទែនអំណាចប្រហែលខ្ញុំនិមិត្តប្រាប់ថាខ្ញុំនឹងឲ្យសម្បត្តិគ្រប់យ៉ាងនឹងឲ្យអ្នកឯងជាពីខ្លួននឹងឲ្យអ្នកឯងជាសិទ្ធិឬក៏បរិជាឲ្យតែអ្នកឯងពោលតេះដៀលបរតនត្រ័យតែមួយម៉ាត់មកពុទ្ធពធប្រសងនឹងសិតតែអាក្រក់មិនល្អគាត់មិនពោលហើយគាត់ដេញខ្ញុំព្រះអង្គទៀតបានព្រះសម្មាសម្ពុទ្ធត្រាស់ថាមហារាជកុំថាឡើយអំណាចប្រហែលមហារាជមួយអង្គណាទោះបីរឹតអំណាចប្រហែលមហារាជអីហ្នឹងច្រើនអង្គុយតម្រៀបគ្នាតាំងពីលោកនេះដល់ទេវលោកហើយចាំស្ទាក់គាត់ចាំបំភ័យគាត់ចាំបឆោតគាត់ឲ្យគាត់ជេរពុទ្ធពធប្រសង្ឃគឺមិនអាចជាដាច់ខាតពីព្រោះអ្វីពីព្រោះគាត់ជាសោតាបណ្ណបុគ្គលសោតាបណ្ណបុគ្គលនឹងគឺមានសទ្ធាខ្ជាប់ខ្ជួនណាស់អស់មានហេតុអីឲ្យគាត់វិលចិត្តវិលថ្លើម
ពីព្រោះយល់ច្បាស់ដោយខ្លួនហើយនេះគ្រាន់តែព្រះអង្គចង់លើកគុណតម្លៃថាសោតាបណ្ឌបុគ្គលនឹងមានសទ្ធាខ្ជាប់ខ្ជួនយ៉ាងណាទើបសោតាបណ្ឌបុគ្គលព្រះអង្គហៅថាកូនមុខយើងទាំងអស់គ្នាព្រះអង្គមិនហៅកូនទេខឹងគ្នាបន្តិចឈប់មកវល់ឥឡូវហើយមែនអត់កូនស្អីបានទេយើងឈប់ទៅទៀតទេដល់ម៉ោងហើយហ្នឹងហើយហ្នឹងអញ្ចឹងបាទសំណួរមួយទៀតសួរអីតក្កណានុបទានគឺដល់អង្គ3កណាយល់ហើយយល់ហើយដល់អង្គ4ហ្នឹងតែអត់បានដល់ហ្នឹងតើអ្វីទៅចារឿង4 5 6 7អីតទៅទៀតក៏ដោយឲ្យតែខុសពី3ហ្នឹងអត់ដល់ទេគ្រាន់តែចេះប៉ុណ្ណឹងទៅបានទេណាឲ្យទៅខុសរឿងហ្នឹងធ្វើដោយផ្ទាល់ក្តីឲ្យទៅផ្ទាល់ក្តីឲ្យបុគ្គលដែលអត់សិលក្តីឬក៏បូជាយ៉ាញ់ដោយប្រការផ្សេងគឺវាអត់មានប្រយោជន៍ចំពោះបេតបុគ្គលទេវិធីផ្សេងនេះកណានុបទាននឹងមានតែ3ហ្នឹងគឺសីលទាននឹងតេតិឲ្យដល់អ្នកមានគុណធម៌ល្អឧទ្ទិសបេតាហ្នឹងហើយយើងឧទ្ទិសចំពោះពពួកញាតិហើយរឿងអង្គទី3អាស្រ័យលើពពួកញាតិដឹងហើយនឹងអនុមោទនាយើងតាមពិតមានតែ2ទេគឺធ្វើឲ្យឧទ្ទិសរឿងទី3នៅលើពពួកញាតិសរុបទៅវា3នឹងឯងបាទអញ្ចឹងប៉ុណ្្នឹងចាស់សូមអនុមោទនា